ชีวิตជាអ្នកស្រុកស្រែចម្ការគ្មានអ្វីលុយឆាយដូចគេទេហើយការរកប្រាក់ចំណូលក៏មិនសូវជាបានច្រើនដូចជាអ្នកទីក្រុងដែរប៉ុន្តែយើងមិនអាចប្រៀបធៀបជីវិតនៃការរស់នៅទីក្រុងមកជាមួយនឹងជីវិតនៃការរស់នៅតាមស្រុកស្រែជនបទបានទេបងប្អូនដោយសារតែជីវភាពនៃការរស់នៅគឺខុសគ្នាដូចជាស្ដែងសម្លរបស់ខ្ញុំថ្ងៃនេះមួយពេលគឺខ្ញុំចំណាយទៅលើតែម្ហូបមួយមុខតែប៉ុណ្ណោះចំណែកឯបន្លែផ្សេងៗគឺខ្ញុំដើរកាប់ឆ្ការនៅចិត្តផ្ទះនឹងឯងបងប្អូនចាប៉ុន្តែយើងនិយាយទៅមើលទីក្រុងបើសិនជាយើងចង់ញ៉ាំសម្លបែបនេះគឺយើងត្រូវទិញគេគ្រប់សពបែបយ៉ាងតែម្ដងតែគេក៏អាចរកប្រាក់ចំណូលបានច្រើនអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយយើងមិនអាចប្រៀបធៀបជីវិតនៃការរស់នៅទីក្រុងមកជាមួយនឹងការរស់នៅស្រុកស្រែជនបទបានទេដោយសារអីយើងមានចំណុចល្អរៀងៗខ្លួនទីក្រុងគេរកលុយបានច្រើនស្រុកស្រែយើងរកលុយបានតិចប៉ុន្តែយើងអាចហូបរបស់ធម្មជាតិស្រស់ថ្មីប៉ុន្តែនៅទីក្រុងយើងពិបាកក្នុងការរករបស់ស្រស់ថ្មីដូចជាយើងស្រុកស្រែណាបងប្អូនទាំងអស់គ្នាពេលខ្លះទៅដូចជាពេលដែលខ្ញុំនៅកំពង់សោមបងប្អូនខ្ញុំចង់ញ៉ាំស្លដើមចេកហ្នឹងខ្ញុំទិញគេមួយថង់ដូចជា2000រៀលហើយពេលដែលយកមកស្លញ៉ាំទៅគឺញ៉ាំអត់កើតទេមូលហេតុគឺដោយសារតែដើមចេកដែលគេដាក់ហ្នឹងគឺគេច្រកថាតែចាស់គេធ្វើមិនឲ្យតែបានច្រើនមើលទៅឃើញតំណងអញ្ចឹងបងប្អូនគេអត់ខ្វល់ពីយើងអ្នកហូបទេឥឡូវយើងងាកមកដល់សម្លរបស់យើងវិញនេះគឺជាគ្រឿងក្រៅស្លស្លុកខ្ញុំស្លជាមួយនឹងត្រីឌៀបហើយខ្ញុំចំណាយលុយត្រឹមតែ3000ទេថ្ងៃហ្នឹងបងប្អូនគឺខ្ញុំទិញត្រីឌៀបនឹងឯងចាហើយក្រៅពីហ្នឹងគឺយើងមានខ្លួនឯងទាំងអស់បន្ទាប់មកខ្ញុំដាក់ប្រហុកស្ងោរឲ្យវារៀងឆ្អិនតិចទៅហើយយើងស្រង់ចេញអញ្ចឹងទៅងាយស្រួលក្នុងការជ្រុំអញ្ចឹងណាហើយយើងបង់លក្រីបង់ត្រីអីធម្មតាអញ្ចឹងទៅហើយបន្ទាប់មកគឺខ្ញុំជ្រុំប្រហុកហើយយើងចាក់ចូលអីធម្មតាទៅគឺស្លបែបសាមញ្ញបងប្អូនចាហើយយើងដាក់អំបិលប៊ីចេងធម្មតាហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងដើមចេករបស់យើងហើយដើមចេករបស់យើងខ្ចីអញ្ចឹងស្លទៅឆ្ងាញ់ណាបងប្អូនចាយើងរំងាស់វាតែមកពុះមកគឺបានហើយបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងកាសាំងយើងអត់អាចដាក់កាសាំងមុននេះដាក់មុនខ្លាចវារឹងអត់ទន់អីចឹងណាអញ្ចឹងខ្ញុំដាក់ជាមួយនឹងកាសាំងហើយពេលដែលស្លដើមចេកដាក់កាសាំងអញ្ចឹងឆ្ងាញ់យ៉ាងបងប្អូនអរគ្នាពេលដែលយើងស្លឆ្អិនទៅយើងស្រង់ជាមួយនឹងគ្រាប់កាសាំងនៅឃើញការក្មេងៗបងប្អូនគឺខ្ញុំចូលចិត្តខ្លាំងមែនតើដោយសារតែពេលខាំទៅវាបែបលក្ខណៈឈ្ងុយចាហើយបន្ទាប់ពីយើងស្លឆ្អិនហើយមានអីទេបងប្អូនចុងក្រោយគេយើងថែមតែស្លឹកម្រះព្រៅទៅយើងកូរវាបន្តិចទៅមិនបាច់គ្របទៀតទេដោយសារតែវាឆ្អិនហើយយើងរងចាំឲ្យម្រះព្រៅរបស់យើងវារៀងពុះផ្អិចបន្តិចទៅគឺបានហើយបងប្អូនចឹងអាចយកទៅញ៉ាំជុំគ្រួសារបានហើយ